នេះគឺជាទស្សនវិជ្ជាថតពីខាងលើរបស់អនុវិទ្យាល័យមួយកន្លែងដែលខ្ញុំធ្លាប់បានសិក្សាកាលពី17ឆ្នាំមុននោះគឺអនុវិទ្យាល័យវត្តកោះធំដែលស្ថិតនៅឃុំកោះធំកស្រុកកោះធំខេត្តកណ្ដាលដោយមានការសំណូមពរពីមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ដែលរៀនជំនាន់ជាមួយគ្នានោះគឺសំឡាញ់ផាតបូរ៉ាដែលបានសូមឲ្យខ្ញុំផ្តិតយកទស្សនវិជ្ជានៅអនុវិទ្យាល័យដែលយើងធ្លាប់បានសិក្សាជាមួយគ្នាទុកជាអនុស្សាវរីយ៍និងចែកជូនពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាផងដែរហើយអនុវិទ្យាល័យមួយនេះគឺបានសាងសង់ឡើងនៅក្នុងឆ្នាំ2008ហើយខ្ញុំក៏ជាសិស្សចំនួនទី1នាសម័យនោះផងដែរសម្រាប់អនុវិទ្យាល័យនេះហើយសាលានេះក៏ជាអំណោយរបស់លោក Patrick Sin ដែលរស់នៅកោះហាវ៉ៃសហរដ្ឋអាមេរិករួមជាមួយនឹងក្រសួងអប់រំយុវជននិងកីឡានិងធនាគារអភិវឌ្ឍអាស៊ីនៅចំនួននោះផងដែរដែលបានសាងសង់អគារមួយនេះឡើងហើយមកដល់ពេលនេះគឺសាលាមានចំនួន2ខ្នងដែលនៅក្នុងមួយខ្នងមានចំនួន5បន្ទប់សរុបមកគឺមាន10បន្ទប់រួមទាំងទីចាត់ការផងដែរហើយនឹងមានសិស្សសិក្សាសប្តាហ៍ថ្ងៃប្រមាណជាប្រហែលជាង200នាក់គឺថ្នាក់ទី7ថ្នាក់ទី8និងថ្នាក់ទី9ហើយមកដល់ពេលនេះជិត20ឆ្នាំទៅហើយដែលខ្ញុំខានបានសិក្សានៅទីកន្លែងនេះហើយក៏មានមិត្តភ័ក្តិជាច្រើនដែលខានបានជួបគ្នាតាំងពីជំនាន់នោះផងដែរដោយសារតែពួកគាត់ផ្លាស់ទីលំនៅទៅនៅកន្លែងផ្សេងនិងខ្លះទៀតក៏បានបោះបង់ការសិក្សារបស់ពួកគាត់ចោលនៅសម័យនោះផងដែរដូច្នេះហើយទើបធ្វើឲ្យពួកយើងមិនដែលបានជួបគ្នាតែពួកយើងនៅតែនឹករលឹកគ្នានឹកអនុស្សាវរីយ៍ធ្លាប់រៀនសាលាជាមួយគ្នាអនុស្សាវរីយ៍ដែលយើងមិនអាចបំភ្លេចបានគ្រាន់តែឃើញអគារសាលារៀនថ្នាក់រៀនគឺនឹកឃើញដល់មិត្តគ្រប់គ្នាតើអ្នកណាខ្លះធ្លាប់មានអនុស្សាវរីយ៍នៅត្រង់ទីកន្លែងមួយនេះជាមួយនឹងមិត្តភ័ក្តិរបស់អ្នកហើយកាលពីមុននៅខាងមុខសាលានេះមានតែផ្លូវដើរមួយប៉ុណ្ណោះដើរទៅកាន់ដងទង់ជាតិក្រៅពីនេះគឺសុទ្ធតែអណ្ដូងសងខាងរួមទាំងខាងក្រោមសាលាផងដែរគឺលិចទឹកជុំវិញនារដូវវស្សាប៉ុន្តែពេលនេះសាលារៀនគឺបានចាក់ដីស្មៅអស់ទៅហើយក៏ងាយស្រួលក្នុងការធ្វើដំណើរសម្រាប់សិស្សានុសិស្សផងដែរដូច្នេះមានតែធ្វើវីដេអូមួយនេះឡើងដើម្បីចែកជូនពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នាបានទស្សនានិងទុកជាអនុស្សាវរីយ៍ផងដែរហើយប្រសិនបើមានការខុសឆ្គងសូមមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយសូមអរគុណវីដេអូនេះឧបត្ថម្ភដោយដុកទ័ររ៉ាក់ឯកទេសកម្ចាត់ស្នាមប្រឡាក់គ្រប់ប្រភេទមានទាំងសាប៊ូលាងចាននិងសាប៊ូបោកខោអាវរាល់ស្នាមប្រឡាក់របស់បងប្អូនទាំងអស់នឹងត្រូវភ្លឺសចែងចាំងមកវិញកម្ចាត់ដោយអ្នកឯកទេសគឺសាប៊ូដុកទ័ររ៉ាក់ប្រសិនបើពុកម៉ែបងប្អូនចង់ជាវយកទៅប្រើប្រាស់ឬក៏លក់បន្តបងប្អូនអាចទំនាក់ទំនងទៅកាន់ Page ដុកទ័ររ៉ាក់ឬក៏បងប្អូនទំនាក់ទំនងតាមលេខទូរស័ព្ទដោយដែលបានដាក់តាំងបង្ហាញនៅក្នុងវីដេអូចង់បានភ្លឺសចែងចាំងកុំភ្លេចដុកទ័ររ៉ាក់